ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយ fan ខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននំម្លការីត្រីជាមួយនឹងបន្លែនេះមានតែបានមុខទេគឺខ្ញុំចង់ហូបប៉ុណ្ណឹងដាក់ប៉ុណ្ណឹងមានស្ពៃក្តោបមានសក់ជាមួយនឹងពោតបារាំងហើយនេះម្ទេសក្រៀមដែលលីងឈ្ងុយណាហើយបន្តមកទៀតខ្ញុំមានជាមួយនឹងតសក់នេះបងប្អូននេះតសក់អីគេតសក់ឈូអស្រួយហ៎តសក់សូវឈូអបងប្អូនទាំងអស់គ្នាហើយនំបញ្ចុកនេះល្អមែនតែនហ្មងមើលតសៃនំបញ្ចុកអូអាតសៃវាល្អទូចឹងខ្ញុំចូលចិត្តតែញ៉ាំជាមួយនំបញ្ចុកគឺត្រូវហ្មងហើយនេះសម្លម្លការីត្រីចានេះខាប់ណាឆ្ងាញ់ណាបងប្អូនមើលនេះខ្ញុំហូបទាំងអស់គ្នាឬក៏ហូបជាមួយនេះខ្ញុំណាចឹងថ្ងៃនេះខ្ញុំនេះយើងដាក់បន្លែមុនសិនបន្លែខ្ញុំមិនសូវលោកម៉ានេះនំបញ្ចុកណាមកល្មមបងប្អូនមកល្មមអីទៅតមកទៀតនំបញ្ចុកនេះសុំបែបពី3ច្បាយបដ ாய் ទៅណាតមកទៀតខ្ញុំថែមជាមួយនឹងម្ទេសក្រៀមដាក់តិចបានហើយព្រោះតែនឹងហុលកាហាយនេះបងប្អូនទៅនៅអត់ហើយតមកទៀតយើងបន្ថែមជាមួយនឹងសម្លការីត្រីខាប់របស់យើងណាបងប្អូនអើយមានវិធីធ្វើទៀតណាបងប្អូនខ្ញុំមានចេញវីដេអូដែរចាត្នោងហ៎ខាប់អញ្ចឹងហ្មងអូយឈ្ងុយខ្លាំងណាស់បងប្អូនអើយណែអូយត្នោងណាញ៉ាំបងប្អូននេះមើលសភាពនំចូលជាមួយទឹកអញ្ចឹងអូយទឹកសម្លខាប់ចូលជាមួយនឹងសាច់នំជាប់សាច់នំហ្មងចូលចិត្តបងប្អូនអ្នកចូលចិត្តទឹកស្លខាប់ដូចខ្ញុំគ្រាន់តែឃើញដឹងថាត្រនោមហ្មងសំខាន់ជាងជ្រូកសក់សមកត្រូវទៀតខ្ញុំទំហូបជ្រូកសក់សលើកទី1ជាមួយនឹងបញ្ចុកសក់សណាគេធ្វើឆ្ងាញ់មកគឺជាស្លាប់ទឹកនំខ្ញុំស្លល្មមអត់បាច់ថែមទឹកត្រីថែមអំបិលទេchuột quá chanh á, món hay sủi đôi